Hi class welcome to our first lesson សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់មេរៀនដំបូងរបស់យើងថ្ងៃនេះគឺយើងនឹងរៀនអំពី greeting words មានន័យថាជាពាក្យស្វាគមន៍ទៅកាន់នរណាម្នាក់នៅពេលដែលយើងជួបគេដំបូងពាក្យទី1របស់យើងគឺ Hi 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 ដែលមានន័យថាសួស្តីសួស្តីឧទាហរណ៍ Hi Dara Hi Sarah សួស្តី Dara សួស្តី Sarah ពាក្យបន្ទាប់ Hello 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 គឺមានន័យជាភាសាខ្មែរថាជម្រាបសួរឬក៏សួស្តីដែលវាមានន័យគួរសមជាងពាក្យ Hi ជាទូទៅគឺយើងប្រើ Hello ជាមួយមនុស្សដែលមានអាយុស្មើយើងដែលយើងចង់និយាយដើម្បីគោរពគាត់ឬក៏មនុស្សដែលមានអាយុច្រើនជាងយើងអញ្ចឹងសួរថា Hello យើងអាចប្រើជាមួយមនុស្សដែលក្មេងជាងយើងបានអត់ប្រកបណាស់គឺបានយើងអាចប្រើជាមួយមនុស្សដែលក្មេងជាងយើងដើម្បីបញ្ជាក់ពីការគួរសមរបស់យើងទៅកាន់គាត់ពាក្យបន្ទាប់ Morning Good morning ពាក្យទាំងពីរនេះគឺមានន័យដូចគ្នាដែលមានន័យថាអរុណសួស្តីហើយយើងអាចប្រើនៅពេលព្រឹកបានឧទាហរណ៍ Good morning teacher Morning teacher បន្តមកទៀតគឺពាក្យ Good afternoon Good afternoon afternoon ដែលមានន័យជាភាសាខ្មែរថាទិវាសួស្តី Good evening evening មានន័យជាភាសាខ្មែរថាសាយ័ន្តសួស្តីតោះយើងចាប់ផ្ដើមអានមេរៀន Greeting words Greeting words Hi Hi Hello Hello Good morning Morning Good morning Morning Good afternoon Afternoon Good afternoon Afternoon Good evening Evening Good evening Evening សូមទាំងអស់គ្នាយកចិត្តទុកដាក់សម្រាប់ពាក្យទាំងអស់នេះនឹងមាននៅក្នុងមេរៀនសន្ទនារបស់យើងអរគុណច្រើន